នេះគឺជាអតីតកាលមួយចំនួនដែលអាត្មាភាពគិតថាញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាប្រកាសជាធ្លាប់បានជួបហើយកាលពីកុមារនៅក្មេងៗនៅតូចៗហើយរដូវត្រជាក់រដូវល្ងាចអញ្ចឹងគឺបានជួបជុំគ្នាសប្បាយមែនទែនកាលនៅពីក្មេងដល់ម៉ោងលេងដល់ម៉ោងសប្បាយដល់ម៉ោងហូបបាយពេលខ្លះរត់លេងដើរលេងរហូតដល់ពុកម៉ែតាមទៅរកតាមទៅវាយទៀតគឺសប្បាយអត់គិតអីច្រើនទេកាលពីកុមារភាពហើយបើសិនជារដូវល្ងាចរដូវត្រជាក់អញ្ចឹងណាព្រឹកឡើងក្រោកពីព្រលឹមមកជួបជុំបងប្អូនជួបជុំពុកម៉ែមីងមីអីចឹងទៅពូនៅស្រុកស្រែជនបទយើងដឹងហើយរដូវច្រូតហើយអីចឹងងើបព្រលឹមឡើងមកតែងតែដុតភ្លើងចំបើងដើម្បីអាំងត្រីដើម្បីដុតប្រហុកអីចឹងទៅជាធម្មតាកាលហ្នឹងបើមានដុតប្រហុកខ្នប់ជាមួយនឹងស្លឹករមៀតទៀតគឺឆ្ងាញ់មែនទែនបាយកកពីព្រឹកនឹងកាលពីអតីតកាលកាលនៅក្មេងៗហើយនៅពីក្មេងអត់សូវគិតច្រើនទេដឹងតែពីសប្បាយតែម៉ោងលេងគឺលេងហើយដល់ម៉ោងបាយគឺបាយហើយអត់គិតច្រើនទេអញ្ចឹងអតីតកាលមួយចំនួននៅពេលដែលយើងនឹកឃើញយើងនឹកដល់ពេលវេលាល្អនឹងមែនទែនពេលខ្លះធំហើយចង់ឲ្យខ្លួនឯងនៅតូចវិញប៉ុន្តែនៅតូចចង់ឲ្យខ្លួនឯងធំព្រោះកាលពីនៅតូចអត់មានរឿងគិតច្រើនទេប៉ុន្តែដល់ពេលយើងធំមានរឿងរ៉ាវដែលយើងគិតច្រើនស្មុគស្មាញមែនទែនអញ្ចឹងនៅពេលដែលអាត្មាភាពនៅឃើញអតីតកាលហើយបានទស្សនាវីដេអូទាំងអស់នេះគឺសប្បាយចិត្តហើយក៏ចង់វិលទៅពេលវេលានឹងម្ដងទៀតមែនទែនញាតិញោមអ្នកខ្លះធ្លាប់បានឆ្លងកាត់ពេលវេលាមួយហ្នឹងអាចខមមិនខាងក្រោមបានទេហ្នឹងហើយចម្រើនពលា